ថ្ងៃណាមួយមាននរណាម្នាក់ប្រាប់អ្នកថាមានកន្លែងការងារមួយអាចរកប្រាក់ចិញ្ចឹមគ្រួសារបានប៉ុន្តែត្រូវចំណាយពេលពេញមួយថ្ងៃនៅកន្លែងដែលមនុស្សភាគច្រើនមិនហ៊ានសំបីដែលដើរចូលនឹងគួរឲ្យខ្ពើមរអើមប៉ុន្តែសម្រាប់ស្ត្រីម្នាក់នេះវិញនេះជាកន្លែងការងាររបស់នាងដែលអាចរកប្រាក់ចំណូលដើម្បីផ្គត់ផ្គង់គ្រួសាររបស់នាងបាននេះជារឿងពិតរបស់ Selena Mitchell ស្ត្រីម្នាក់ដែលនៅទីក្រុង Kochi ប្រទេសឥណ្ឌាដែលបានជ្រើសរើសធ្វើការនៅកន្លែងបូជាសពដែលនិយាយឲ្យខ្លីថាគឺការដុតខ្មោចការងារដែលមនុស្សភាគច្រើនយល់ថាជាការងាររបស់មនុស្សប្រុសហើយការងារដែលមនុស្សភាគច្រើនព្យាយាមកិច្ចចាញ់និងមិនចង់ធ្វើដោយភាពខ្ពើមរអើមនៃសាកសពប៉ុន្តែសម្រាប់ Selena វាមិនមែនជាជំរើសដែលកើតចេញពីភាពក្លាហានតែមួយមុខនោះទេវាកើតចេញពីការទទួលខុសត្រូវចំពោះគ្រួសារនៅពេលដែលគ្រួសាររបស់នាងជួបការលំបាកផ្នែកហិរញ្ញវត្ថុនាងបានរកការងារកត់ផ្គង់ប្រាក់ចំណូលថែមទៀតមនុស្សជាច្រើនមិនព្រមធ្វើការងារនៅកន្លែងបូជាសពដោយសារតែភាពភ័យខ្លាចនិងការរើសអើងពីសង្គមជាពិសេសនឹងការខ្ពើមរអើមនឹងតែម្ដងប៉ុន្តែ Selena គិតខុសពីគេនាងបាននិយាយថានាងមិនខ្លាចសាកសពឡើយព្រោះសម្រាប់នាងអ្នកដែលបានស្លាប់មិនអាចធ្វើអ្វីអ្នករស់បានទេអ្វីដែលលំបាកជាងគេគឺការមើលឃើញក្រុមគ្រួសារដែលកំពុងបាត់បង់មនុស្សជាទីស្រឡាញ់រាល់ថ្ងៃនាងត្រូវជួបការយំសោកការលាគ្នាជាចុងក្រោយនិងទឹកភ្នែករបស់សាច់ញាតិនាងយល់ថាការងាររបស់នាងមិនមែនគ្រាន់តែជាការបូជាសពប៉ុណ្ណោះទេប៉ុន្តែជាការជួយធ្វើឲ្យអ្នកស្លាប់ទទួលបានការគោរពជាលើកចុងក្រោយនៅពេលដំបូងមនុស្សជាច្រើនបានរិះគន់នាងអ្នកខ្លះនិយាយថាស្ត្រីមិនគួរធ្វើការងារបែបនេះទេអ្នកខ្លះថែមទាំងជៀសវាងមិននិយាយជាមួយនាងព្រោះជឿលើទំនៀមទម្លាប់និងជំនឿអរូបីប៉ុន្តែ Selena មិនបានលះបង់ឡើយនាងបានបន្តធ្វើការជារៀងរាល់ថ្ងៃដោយជឿថាការងារសុចរិតគ្រប់ប្រភេទសុទ្ធតែមានតម្លៃប៉ុន្មានឆ្នាំក្រោយមកមនុស្សជាច្រើនបានផ្លាស់ប្ដូរទស្សនៈនិងផ្នត់គំនិតពួកគេចាប់ផ្ដើមមើលឃើញថាស្ត្រីក៏អាចធ្វើការងារដែលលំបាកបានដែរនិងទាមទារភាពរឹងមាំដូចជាបុរសសម្រាប់ Selena កន្លែងដែលមនុស្សភាគច្រើនមើលឃើញថាគួរឲ្យខ្លាចគឺគ្រាន់តែជាកន្លែងការងាររបស់នាងតែប៉ុណ្ណោះហើយការងារនេះបានជួយឲ្យនាងរកប្រាក់ចិញ្ចឹមគ្រួសារនិងរស់នៅដោយសេចក្តីថ្លៃថ្នូររឿងរបស់ Selena Mitchell បង្ហាញថាជួនកាលការងារដែលសង្គមមើលរំលងឬមើលឃើញថាគួរឲ្យខ្លាចបែរជាការងារដែលតាក់ទងនឹងការលះបង់និងមនុស្សធម៌យ៉ាងខ្លាំងព្រោះនៅពីក្រោយផ្សែងនៃបូជាសពនិងភាពស្ងប់ស្ងាត់នៃការលាចុងក្រោយមានមនុស្សម្នាក់កំពុងតែបំពេញតួនាទីរបស់ខ្លួនដើម្បីឲ្យអ្នកដទៃចាកចេញដោយកិត្តិយសចុះអ្នកវិញបើមានគេផ្ដល់ប្រាក់ខែល្អតើអ្នកហ៊ានធ្វើការនៅកន្លែងបែបនេះដែរឬទេ